គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ CH Auto សម្រាប់ពុកម៉ែបងប្អូនអ្នកគ្នាដែលមានតម្រូវការទៅលើរថយន្ត Toyota Highlander វីដេអូនេះគឺជាវីដេអូសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយបាននៅខាងមុខបងប្អូននេះគឺជារថយន្ត Toyota Highlander ស៊េរីឆ្នាំ2002ជាប្រភេទរថយន្ត Full Option ដែលរថយន្តនេះគឺខាងបងប្អូនទើបតែកាត់ចូលស្តុកថ្មីហើយក៏បានរៀបចំសម្រាប់ធ្វើវីដេអូបង្ហាញទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានតម្រូវការទៅលើរថយន្តមួយនេះបាទអញ្ចឹងកុំឲ្យខាត់ពេលយូរតោះយើងកលេចមកមើលប្លុកម៉ាស៊ីនទាំងអស់គ្នាថារថយន្តនេះនៅថ្មីកម្រិតណាបាទតើបងប្អូនទាំងអស់គ្នាកលេចមកមើលប្លុកម៉ាស៊ីនទាំងអស់គ្នាបាទបងប្អូនទាំងអស់គ្នានេះគឺជាសាច់ដែកនៃប្លុកម៉ាស៊ីនរបស់រថយន្ត Toyota Highlander ប្រភេទស៊េរីឆ្នាំ2002មួយនេះបាទគឺដោយដែលបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងសាច់ដែកគឺនៅថ្មីមែនតើបើសិនជាសាច់ដែកដែលរថយន្តប្រភេទដែលប្រើប្រាស់យូរហើយនិងប្រភេទរថយន្តដែលប្រើប្រាស់ច្រើនណាបងប្អូនទាំងអស់គ្នាសាច់ដែកនៅប្លុកម៉ាស៊ីននេះប្រកាសជាអត់មាននៅទឹកថ្នាំបានឃើញសម្បល់ពណ៌មាសចឹងទេបងប្អូនទាំងអស់គ្នាប្រកាសជាឡោកហើយបាត់បង់នៅសាច់ទឹកថ្នាំនៃប្លុកម៉ាស៊ីនហ្នឹងគឺបាត់បង់អស់ហើយបងប្អូនទាំងអស់គ្នាបាទបងប្អូនទាំងអស់គ្នាជាក់ស្ដែងដោយបងប្អូនទាំងគ្នាបានឃើញនៅក្នុងវីដេអូហ្នឹងចឹងគឺប្លុកម៉ាស៊ីនខាងបងប្អូនយកមកដល់គឺគ្រាន់តែលាងសម្អាតធម្មតាទេបាទហើយប្លុកម៉ាស៊ីនគឺនៅថ្មីបានកម្រិតហ្នឹងបាទគឺនៅថ្មីមែនតែនអាចរាប់បានថាម្ចាស់គាត់ពីមុនគឺថែទាំបានល្អគាត់ឧស្សាហ៍លាងសម្អាតណាបងប្អូនទាំងគ្នាក៏ទៅគឺរាប់ចាប់ពីឆ្នាំ2002មកដល់ឆ្នាំ2025គឺច្រើនឆ្នាំមែនតែនហើយម្ចាស់ពីមុនគាត់ថែទាំបានប៉ុណ្ណឹងចាត់ទុកថាជាប្រភេទឡានដែលនៅថ្មីហើយបងប្អូនទាំងគ្នាបាទហើយរថយន្តមួយនេះផងដែរខាងបងប្អូនធានាជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទគឺអត់មានបុកប៉ះកាត់តទេនិយាយទៅដូចតែវីដេអូដែលបងប្អូនគ្នាបានឃើញអញ្ចឹងបាទគឺប្លុកម៉ាស៊ីនគឺនៅថ្មីមែនតែនទាំងសាច់ដែកអីអត់មានច្រេះអត់មានអីទេបងប្អូនទាំងគ្នាអត់មានបុកវាចអីទេសាច់ថ្នាំអីគឺនៅថ្នេរពី original ពីក្រុមហ៊ុនទាំងអស់បាទតើបងប្អូនទាំងគ្នាកុំឲ្យខាតពេលយូរយើងកលេចមកមើលផ្នែកខាងក្នុងនៃរថយន្តវិញម្ដងបាទបងប្អូនទាំងគ្នាបាទសូមអញ្ជើញទស្សនាទាំងអស់គ្នាបាទនៅពេលដែលយើងបើកទ្វារមកដំបូងបាទគឺយើងចាប់អារម្មណ៍ទៅលើផ្នែកជញ្ជាំងបាទផ្នែកជញ្ជាំងគឺនៅថ្មីមែនតើក៏ដូចជាស្បែកពុកនៃរថយន្តមួយនេះផងដែរបាទគឺដោយសារតែម្ចាស់ពីមុនហ្នឹងគឺគាត់ឧស្សាហ៍នៅក្នុងការបោកពុកក៏ដូចជាលាងសម្អាតទៅលើម៉ាស៊ីនដូចនេះហើយទាំងផ្នែកខាងក្នុងក៏ដូចជាផ្នែកម៉ាស៊ីនអីគឺនៅថ្មីមែនតើបងប្អូនអ្នកគ្នាបាទជាក់ស្ដែងរថយន្តមួយនេះគឺជាប្រភេទរថយន្ត full option អញ្ចឹងហើយដំបូលនៃរថយន្តនេះគឺដំបូលបើកបងប្អូនអ្នកគ្នាបាទបងប្អូនគ្នាគឺផ្នែកខាងក្នុងនេះគឺនៅថ្មីមែនតើទាំងដៃចង្កូតក៏ដូចជាប្រអប់លេខគឺនៅថ្មីមែនតើបងប្អូនគ្នាគឺរាប់ចាប់ពីឆ្នាំ2002មកដល់ឆ្នាំ2025នេះគឺរថយន្តនេះគឺជាប្រភេទរថយន្តដែលរាប់បញ្ចូលជារថយន្តដែលនៅថ្មីហើយបងប្អូនអ្នកគ្នាបាទអញ្ចឹងវីដេអូតទៅនេះគឺជាវីដេអូដែលខាងបងប្អូនដាក់បង្ហាញវីដេអូដែលលម្អិតទៅលើផ្នែកខាងក្នុងនេះបន្ថែមទៅដល់ពុកម៉ែបងប្អូនអ្នកគ្នាបាទសូមអញ្ជើញទស្សនាដូចតទៅបាទបងប្អូនអ្នកគ្នាវីដេអូផ្នែកខាងក្នុងបាញ់គឺបង្ហាញឲ្យឃើញថាផ្នែកខាងក្នុងគឺនៅថ្មីមែនតើអញ្ចឹងយើងក៏លេចមកមើលផ្នែកខាងក្រោយវិញមើលថាតើនៅថ្មីកម្រិតណាបាទជាក់ស្ដែងជញ្ជាំងទាំងសងខាងក៏ដូចជាស្បែកពុកសាច់ស្បែកនៃផ្នែកខាងក្រោយនេះគឺនៅថ្មីមែនតើបងប្អូនអ្នកគ្នាអត់មានប្រឡាក់អីអាក្រក់មើលទេបាទហើយតោះបងប្អូនអ្នកគ្នាកុំឲ្យខាតពេលយូរយើងក៏លេចមកមើលសាច់ដែកនៃផ្នែកខាងក្រោយវិញម្ដងមើលថាតើនៅថ្មីកម្រិតណាបាទមានច្រេះមានអីអត់បងប្អូនអ្នកគ្នាបាទទស្សនាដូចតទៅបាទតោះបងប្អូនអ្នកគ្នានេះគឺជាផ្នែកខាងក្រោយនៃសាច់ដែកនៃរថយន្តមួយនេះបាទគឺនៅខៀវស្រងាត់តែម្ដងបាទទាំងថ្នេរសាច់ដែកអីគឺអត់តមានកប៉ិតអីសំបីតែបន្តិចទេបងប្អូនអ្នកគ្នាគឺសាច់ដែកទាំងកាវអីគឺនៅកាវ original តែម្ដងបាទគឺអត់មានច្រេះអត់មានអីទេបងប្អូនអ្នកគ្នាខាង CH Auto នេះគឺតែថារថយន្តនេះមូលគឺមូលឲ្យបងប្អូនអ្នកគ្នាធានាជូនទៅដល់ពុកម៉ែបងប្អូនអ្នកគ្នាថាអត់មានបុកប៉ះអត់មានកាត់តយទេបងប្អូនអ្នកគ្នាបាទ
គឺរថយន្តដែលខាងបងប្អូនលក់ទៅគឺសិតតែជាប្រភេទរថយន្តដែលថ្មីអត់បុកអត់ប៉ះអីទេបងប្អូនគ្នាបាទជាក់ស្ដែងដូចវីដេអូដែលបានបង្ហាញទៅដល់ពុកម៉ែបងប្អូនគ្នាអញ្ចឹងបាទគឺថតអត់មានលក្ខក្លុកក្លៀតណាទេបងប្អូនគ្នាគឺថតឲ្យបងប្អូនគ្នាបានទស្សនាគ្រប់ជ្រុងជ្រោយបាទកុំឲ្យបងប្អូនគ្នាខាតពេលមកមើលបងប្អូនគ្នាបាទបងប្អូនគ្នាកុំឲ្យខាតពេលបងប្អូនគ្នាយូរបន្ទាប់ពីយើងបានទស្សនាវីដេអូដែលបង្ហាញអំពីផ្នែកខាងមុខផ្នែកខាងក្នុងក៏ដូចជាផ្នែកខាងក្រោយឬមួយក៏សាច់ដែកនៃរថយន្តនេះគឺបានបង្ហាញទៅដល់ពុកម៉ែបងប្អូនគ្នាហើយគឺអត់មានបានលាក់កលៀតកលងណាទេបាទអញ្ចឹងយើងកលេចមកមើលផ្នែកខាងក្រៅវិញម្ដងមើលបាទទឹកថ្នាំបាទជាក់ស្ដែងទឹកថ្នាំនៃរថយន្តមួយនេះគឺនៅស្មើថេងតែម្ដងបាទគឺមួយជុំគឺអត់មានស្លកអត់មានអីទេបងប្អូនគ្នាទឹកថ្នាំនៃរថយន្តមួយនេះគឺនៅ original ច្រើនមែនតើបងប្អូនគ្នាអាចអញ្ជើញមកទស្សនានៅទីតាំងផ្ទាល់បានបាទចំណែកឯសម្បកកង់ទាំង4គ្រាប់វិញគឺនៅថ្មីមែនតើបងប្អូនទាំងអស់គ្នាយកទៅរត់ប្រើប្រាស់ចំនួន2ឆ្នាំទៀតក៏សម្បកកង់នេះអត់ទាន់រិលទៅណាដែរបាទគឺដោយសារតែម្ចាស់ពីមុនគឺគាត់ទៅតែផ្លាស់ប្ដូរទាំង4គ្រាប់តែម្ដងបងប្អូនទាំងគ្នាយកទៅគឺចំណេញតែម្ដងមិនចាំបាច់ខាតលុយនៅក្នុងការផ្លាស់ប្ដូរសម្បកកង់ទាំង4គ្រាប់ទេបាទអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាមានចំណាប់អារម្មណ៍ទៅលើរថយន្តមួយនេះបងប្អូនអ្នកគ្នាអាច inbox មកកាន់ page ដែលបងប្អូនបង្ហោះវីដេអូហ្នឹងហើយបងប្អូននឹងចាំឆ្លើយតបទៅដល់ពុកម៉ែបងប្អូនអ្នកគ្នាដែលមានចម្ងល់អីតាក់ទងនឹងរថយន្តខាងមុខនេះបាទរថយន្តមួយនេះគឺនៅថ្មីមែនតើបងប្អូនអ្នកគ្នាយកទៅប្រើប្រាស់ទៅគឺអត់ខកបំណងទេបាទហើយសម្រាប់ពុកម៉ែបងប្អូនអ្នកគ្នាដែលមានកម្រងចង់ទិញរថយន្តមួយនេះតែចង់បង់រំលោះអីខាងបងប្អូនក៏មានភ្នាក់ងារនៅក្នុងការប្រឹក្សាអំពីការបង់រំលោះដែលពុកម៉ែបងប្អូនអ្នកគ្នាមានទឹកប្រាក់ចូលរួមត្រឹមតែចាប់ពី 5% ទៅបងប្អូនអ្នកគ្នាអាចមកប្រឹក្សានៅខាងបងប្អូនបានបាទដោយបងប្អូនអ្នកគ្នាមានទឹកប្រាក់ចូលរួមត្រឹមតែ 5% ក៏បងប្អូនអ្នកគ្នាអាចយករថយន្តមួយនេះទៅប្រើប្រាស់បានបាត់ទៅហើយបាទសូមអរគុណពុកម៉ែបងប្អូនអ្នកគ្នាសម្រាប់ការតាមដានទស្សនាវីដេអូចំពោះការបង្ហាញអំពីរថយន្ត Toyota Highlander មួយនេះបាទជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ